ហេតុអីបាន MPVT សាកលឿនជាង PWM បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះសូមបង្ហាញជូនពីភាពខុសគ្នារវាង MPVT និង PWM បាទកន្លងមកពុកម៉ែបងប្អូនតែសួរថាពីរហ្នឹងខុសគ្នាមិនបាន MPVT ថ្លៃជាងបាទអញ្ចឹងខ្ញុំចង់បញ្ជាក់ជូនពុកម៉ែបងប្អូនថា MPVT គឺជាបច្ចេកវិទ្យាជំនាន់ក្រោយជំនាន់ថ្មីទំនើបជាង PWM ហើយលក្ខណៈពិសេសដែលខុសគ្នាគឺ MPVT សាកលឿន PWM គឺសាកយឺតជាងនិយាយរួមទៅសមត្ថភាពនៃការស្រូបភ្លើងពីផ្ទាំងសូឡាមកនេះបានចន្លោះពី70ទៅ 80% ទេ PWM សម្រាប់ MPVT គឺបានរហូតដល់ក្បែរ 100% អញ្ចឹងសួរថាហេតុអីអញ្ចឹងចង់បញ្ជាក់ជូនបងប្អូនថា MPVT ជាទូទៅគឺផ្ទាំងសូឡាអាចទទួលវ៉លបានខ្ពស់ហើយវ៉លដែលនៅសល់គឺវាបំលែងមកជាចរន្តមកជាអំពែដើម្បីសាក់មកអង្គុយឧទាហរណ៍ថាពេលដែលយើងផ្ទាំងសូឡាយើងចេញពីផ្ទាំងមកឧទាហរណ៍ថា10អំពែ100វ៉លឧទាហរណ៍អញ្ចឹងវាទទួលចូលមកទាំងអស់អញ្ចឹងវាត្រូវការសាក់អង្គុយតែ22 23វ៉លទេបំលែងមកសាក់12វ៉លណាអញ្ចឹងសល់ប្រមាណគឺវាបំលែងយកមកសាក់អង្គុយជាអំពែយកមកសាក់អង្គុយទាំងអស់អញ្ចឹងធ្វើឲ្យចរន្តដែលស្រូបពីផ្ទាំងមកឧទាហរណ៍ថា10អំពែទេប៉ុន្តែដល់ពេលចេញពី MPVT ចូលមកអង្គុយវាមិនមែន10អំពែវាឡើង20ឬក៏15ឬក៏30អំពែទៅតាមលក្ខខណ្ឌជាក់ស្ដែងរបស់វាតែសម្រាប់ PWM បាទ PWM ភ្លើងចូលបានទៀបទេជាទូទៅណាដើម្បីសាកអង្គុយ12វ៉លស្តង់ដាររបស់គេគឺត្រូវការភ្លើងតែ23ទៅ25វ៉លអស់ហើយ MPVT ដូចគ្នាដែរគ្រាន់តែថា PWM ត្រូវការភ្លើង20វ៉លជាងហ្នឹងគឺយកមកតែ23វ៉លទេភ្លើងដែលនៅសល់គឺកាត់ចោលហើយអត់អាចបំលែងអីបានច្រើនមកសាកអង្គុយទេអញ្ចឹងហើយបានជាទូទៅផ្ទាំង MPVT វ៉លខ្ពស់ខ្សែតូចទេប៉ុន្តែ PWM ដើម្បីសាកបានលឿនតើតែយើងប្រើប្រាស់ខ្សែសាកកាន់តែធំឲ្យធំទៅដើម្បីឲ្យចរន្តអំពែហ្នឹងសាកមកបានច្រើនអញ្ចឹងដូចអានេះឧទាហរណ៍អានេះ80អំពែវាអាចមានសមត្ថភាពសាកអង្គុយបានដល់ទៅ48វ៉លដូចគ្នាក៏ប៉ុន្តែចរន្តតង់សងចូលបានតែ100វ៉លទេបាទអញ្ចឹងសម្រាប់អានោះ100អំពែវាចូលបាន150វ៉លហើយសាកអង្គុយបានដល់ទៅ48វ៉លដូចគ្នាហើយចរន្តចូលបានអានុភាពចូលឬក៏វ៉ាត់ហ្នឹងបានដល់5300វ៉ាត់ប៉ុន្តែអានេះគ្រាន់ថាវាអំពែខុសគ្នាវាខុសគ្នាពីអានុភាពវាខុសគ្នាប៉ុន្តែបើអំពែប៉ុនគ្នាក៏នៅតែអានេះសាកលឿនជាងដែរដូចខ្ញុំជម្រាបពីខាងដើមអញ្ចឹងគឺដោយសារតែMPVT ហ្នឹងគឺស្រូបភ្លើងមកភ្លើងនៅសល់បំលែងទៅទាំងអស់បំលែងយកមកសាកអង្គុយតែអានេះអត់បំលែងទេភ្លើងដែលលើសគឺកាត់ចោលអញ្ចឹងអាហ្នឹងលក្ខណៈពិសេសរបស់ MPVT និង PWM គឺខុសគ្នាកន្លែងហ្នឹងបាទអញ្ចឹងអ្វីដែលខ្ញុំលើកឡើងនេះគ្រាន់តែជាការចែករំលែកជូនពុកម៉ែបងប្អូនសម្រាប់អ្នកដែលមិនសូវចេះដឹងមិនសូវអីទៅតែប្រើអីអត់សូវយល់ណាបាទសម្រាប់អ្នកចេះហើយសូមអធិស្ឋានខ្ញុំគ្រាន់តែជាការចែករំលែកទេខ្ញុំមិនមែនជាជំនាញអីណាលើផ្នែកហ្នឹងទេគាត់ថាក្នុងនាមអ្នកលក់យើងត្រូវតែដឹងខ្លះចែករំលែកជូនអ្នកប្រើប្រាស់បាទសូមអរគុណ